Lâm chia chuaแบบนี้ក្នុងកម្មវិធី Microsoft Word ឬក៏គេហៅថាជា clone អញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងទី1យើងត្រូវការសរសេរអក្សររបស់យើងជាជួរបែបនេះសិនមកបាទយើងចង់សរសេរអក្សរអីក៏បានដែរអត់បញ្ហាទេបាទទៅមកទៀតគឺយើងត្រូវការ select ទៅលើអក្សរយើងទាំងអស់បែបនេះបាទពេលយើង select វាហើយយើងចូលមកកាន់ layout menu ខាងលើនេះមកហើយយកពាក្យថា column ទៅមកយើងយកមក column អញ្ចឹងក្នុងនេះវាមាន column របស់យើងច្រើនដែរមាន 2 មាន 3 មាន left ហើយនឹងមាន right អញ្ចឹងបើយើងចង់បានវា2យើងយក2មកចង់បាន3យើងយក3មកវាឲ្យហើយយក3ចុះត្រង់កន្លែង line between នេះវាថាយើងដាក់ផ្ទុតនៅចំកណ្ដាលស្វ័យនេះអញ្ចឹងបើយើងគ្រីសគឺវាចេញជាផ្ទុតឈោបើយើងគ្រីសទេគឺវាចេញមានផ្ទុតឲ្យយើងទេអញ្ចឹងខ្ញុំយក line between ដើម្បីដាក់ផ្ទុតហើយចុច OK មកបាទអញ្ចឹងវានឹង load បង្ហាញឲ្យយើងជាជួរបែបនេះគេហៅថា3 column សម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូលពេក